សម្លម្ជូរខ្មែរកុំមើលទៅឃើញទឹកថ្លាថ្លាអញ្ចឹងណាហត់រីងឆ្នាំងបងប្អូនបាយវិញពី3ចានណាគឺថាអត់នឹងខ្លួនទេទោះជាមានម្ហូបឆ្ងាញ់ប៉ុណ្ណាគឺថាសម្លម្ជូរខ្មែរយើងគឺថាឆ្ងាញ់លេខ1បំភ្លេចមិនបានទេទៅដល់ទីណាក៏ត្រូវតែហូបដែរថ្ងៃនេះខ្ញុំស្លម្ជូរខ្មែរជាមួយនឹងត្រួយកណ្ដូបខ្ញុំដាក់ដាំទឹកប្រហែលជា1លីត្ររំដេង1កូនដុំខ្ទឹម2កំពឹសស្លឹកក្រូចសើច2សន្លឹកហើយខ្ញុំដាក់អំបិល1ស្លាបព្រាកាហ្វេបន្ទាប់មកយើងដាំទឹកឲ្យពុះសិនមកពេលដែលទឹកយើងពុះហើយខ្ញុំដាក់រំដេងប្រហែលជា5ចំណិតបើបងប្អូនអត់មានរំដេងប្រើអំបិលខ្ចីក៏បានឬមួយក៏ទឹកក្រូចឆ្មារក៏បានដែរបន្ទាប់មកខ្ញុំដាក់ត្រីចំពោះត្រីវិញគឺខ្ញុំស្លជាមួយត្រីបាប្រហែលជា7ខាំត្រីមួយនេះខ្ញុំមិនបានថ្លឹងឲ្យបងប្អូនខ្ញុំស្មានដែរបន្ទាប់មកខ្ញុំដាក់ម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេទឹកត្រី3ស្លាបព្រាបាយគ្រឿងខ្ញុំដាក់ប៉ុណ្ណឹងគឺថាប្រៃជូរល្មមតែម្ដងហើយចំពោះសម្លម្ជូរខ្មែរវិញគឺយើងត្រូវការប្រៃហើយជូរបន្ទាប់មកខ្ញុំដាក់ដាំឲ្យពុះសិនដោយសារតែត្រីយើងត្រូវការស្ងោរបន្តិចពេលដែលត្រីយើងបានពុះហើយខ្ញុំបង់ស្លឹកកណ្ដូបចូលហើយចំពោះស្លឹកកណ្ដូបនេះគឺខ្ញុំអត់បានថ្លឹងទេខ្ញុំស្មានប្រហែលជា200ក្រាមប្រហែលជា2ខាំអីហ្នឹងពេលដែលចូលហើយយើងគ្របឲ្យបានពុះសិនមកពេលដែលទឹកយើងបានពុះហើយចុងក្រោយយើងគ្រាន់តែបង់ម្អមចូលទៅចំពោះម្អមវិញគឺម្អមដាំខ្លួនឯងដែរបងប្អូនអូនគឺថាឈ្ងុយយំមែនតែនគ្រាន់តែកាត់ម្អមដាក់ហើយនឹងក្លិនស្លឹកកណ្ដូបជះភាយមកហើយបាយតែម្ដងបងប្អូនរួចហើយយើងគ្រាន់តែកូរត្រឡប់បន្តិចទៅយើងបិទភ្លើងទៅគឺជាការស្រេចបើបងប្អូនចង់ហូបភ្លាមក៏បានដែរដោយសារតែខ្ញុំស្លភ្លាមយើងអត់ទាន់បានហូបដោយសារយើងរវល់ដល់អញ្ចឹងទៅខ្ញុំមកក្របទុកសិនពេលមកហូបបន្លែយើងគឺថារៀងឆ្អិនខ្លាំងជាងពេលដែលយើងស្លរួចរាល់ហើយបងប្អូនតំណងគួរឲ្យចង់ញ៉ាំយើងមានត្រីងៀតអីបន្ថែមទៀតមកអូនិយាយពីថាឆ្ងាញ់លិតដៃតែម្ដងអរគុណសម្រាប់ការទស្សនា